សំណួរទី14 My father blank smoking 2 years ago មានន័យថាឪពុករបស់ខ្ញុំបានឈប់ជក់បារីកាលពី2 ឆ្នាំមុន So which one is correct answer? A quit, B has quit, C quit, D was quitting. So which one is correct answer? នៅក្នុងប្រយោគនេះយើងមានពាក្យគន្លឹះ 2 years ago បង្ហាញថាសកម្មភាពបានកើតឡើងនិងបញ្ចប់នៅអតីតកាលដូច្នេះយើងត្រូវប្រើ simple past tense ដែលមានទម្រង់ subject បូកជាមួយនឹង verb past simple ឬក៏ហៅ verb to បូកជាមួយនឹង object notice អញ្ចឹងយើងទាំងអស់គ្នាចំណាំកិរិយាសព្ទ quit មានទម្រង់ដូចគ្នាទាំង base form ទាំង past simple និង past participle ដែលគេហៅថា verb 1 verb 2 verb 3ហ្នឹងអញ្ចឹងទម្រង់ទាំង3ហ្នឹងគឺ quit quit ដូចគ្នាណាអញ្ចឹងចម្លើយដែលត្រឹមត្រូវនោះគឺ letter C quit My father quit smoking 2 years ago ឪពុករបស់ខ្ញុំបានឈប់ជក់បារីកាលពី2ឆ្នាំមុនបងប្អូនទាំងអស់គ្នាអញ្ចឹងទម្រង់ past simple គឺសាមញ្ញទេអញ្ចឹងយើងមកចាំប្រៀបធៀបជាមួយនឹងប្រយោគដទៃទេអញ្ចឹងឲ្យតែបងប្អូនត្រូវចាំពេលប្រឡងអីឃើញពាក្យដូចជា ago yesterday last night last week ភាគច្រើនគេប្រើទម្រង់ past simple